នៅក្នុងព្រះគម្ពីរវិវរណៈព្រះយេស៊ូវបានមានបន្ទូលថាចូលឲ្យអ្នករាល់គ្នាត្រជាក់ឬក៏ត្រជាក់មិនត្រជាក់ក្តៅមិនក្តៅហើយបើសិនជាយើងមិនដឹងថានៅកន្លែងណាព្រះអង្គបានមានបន្ទូលថានឹងខ្ជិះចេញតើការត្រជាក់ឬក៏ក្តៅនោះមានន័យដូចម្ដេចសូមតាមដានជាមួយគ្នាសូមជម្រាបសួរគ្រូអ្នកគ្រូហើយនិងបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទខ្ញុំបាទធឿនជាជាគ្រូគង្វាលបម្រើព្រះអង្គនៅកម្ពុជា Channel YouTube នេះនៅទីនេះដើម្បីជួយគ្រិស្តបរិស័ទខ្មែរស្វែងយល់អំពីព្រះគម្ពីរនិងអ្វីដែលគ្រិស្តបរិស័ទធ្វើជាទូទៅបើសិនជានៅក្នុងព្រះគម្ពីរបានមានបន្ទូលទាក់ទងទៅនឹងការដែលអ៊ុននោះពិតជាមិនល្អនោះទេនៅក្នុងព្រះគម្ពីរវិវរណៈគឺលោកយូហានបានពណ៌នាអំពីអ្វីដែលព្រះយេស៊ូវបានបង្ហាញគាត់ហើយអ្វីដែលព្រះយេស៊ូវបានបង្ហាញគឺចង់ឲ្យយូហានបានប្រាប់ពិភពលោកអំពីព្រះយេស៊ូវហើយនឹងទីបំផុតនៃពិភពលោកផងដែរអ្វីដែលលោកយូហានបាននិយាយគឺសំដៅទៅលើក្រុមជំនុំទាំង7ក្នុងចំណោមក្រុមជំនុំទាំង7នោះឈ្មោះក្រុមជំនុំមួយដែលលោកយូហានបាននិយាយទៅគេគឺសំដៅទៅលើពាក្យត្រជាក់ឬមិនត្រជាក់នោះគឺនៅក្នុងព្រះគម្ពីរបានប្រាប់យើងនៅវិវរណៈចំពុក3ខ15និងខ16យ៉ាងដូចនេះអញស្គាល់ការដែលឯងធ្វើហើយថាឯងមិនត្រជាក់ក៏មិនក្តៅផងអញចូលចិត្តឲ្យឯងបានទោះត្រជាក់ឬក្តៅក្តីដូច្នេះដោយព្រោះឯងគ្រាន់តែស្ទើប៉ុណ្ណោះក៏មិនមែនត្រជាក់ក៏មិនក្តៅផងនោះអញនឹងខ្ជិះឯងចេញពីមាត់អញទៅអរលោកអ្នកបងប្អូនសេចក្តីពរនាអំពីភាពក្តៅឬក៏អ្វីដែលមានអត្ថន័យចំពោះពាក្យក្តៅនោះចំពោះអ្វីដែលនិយាយនេះគឺសំដៅទៅលើមិនមែនសំដៅទៅលើរូបកាយដែលក្តៅឬត្រជាក់ឬក៏សីតុណ្ហភាពនោះទេគឺចង់មានអត្ថន័យទៅលើចំណុចដ៏សំខាន់នៃមនុស្សគឺខាងឯវិញ្ញាណវិញនោះទេការក្តៅគឺសំដៅទៅលើក្តៅខាងឯវិញ្ញាណរបស់គាត់គឺទាក់ទងនឹងការចូលចិត្តចំពោះពន្ធកិច្ចហើយមានអំណរចំពោះពន្ធកិច្ចហើយចង់បាននៅការធ្វើបន្តទៅទៀតចំពោះពន្ធកិច្ចផ្សេងដែលគាត់ត្រូវធ្វើដូច្នេះបើសិនជាយើងនេះគឺសំដៅទៅលើចំណុចការដែលក្តៅប៉ុន្តែបើសិនជាត្រជាក់វិញគឺអ្នកនោះមិនខ្វល់អំពីពន្ធកិច្ចនោះទេគឺមិននឹងស្ដាប់បង្គាប់មិនខ្វល់ខ្វាយចំពោះពន្ធកិច្ចអ្វីទាំងអស់គឺគេបានផ្លិចចំពោះអ្វីដែលសំដៅទៅលើពន្ធកិច្ចនោះទៅហើយប៉ុន្តែបើសិនជានិយាយអំពីពាក្យអ៊ុនគឺមានន័យថាគេមិនត្រជាក់ឬក៏មិនក្តៅនោះទេគឺគេនៅចំណុចកណ្ដាលត្រជាក់ក៏មិនទៅក្តៅក៏មិនទៅគឺគេនៅតែអ៊ុនអរនេះបងប្អូនអ្វីដែលព្រះគម្ពីរបានមានបន្ទូលអំពីបញ្ហានៃមនុស្សដែលនៅចំចំណុចកណ្ដាលនោះគឺមនុស្សដែលអ៊ុននោះគឺបាននិយាយនៅក្នុងព្រះគម្ពីរវិវរណៈចំពុកដដែលគឺចំពុក3ខ17ថាយ៉ាងដូចនេះដោយព្រោះឯងអួតថាឯងជាអ្នកមានបានកាន់តែស្ដុកស្ដំឡើងហើយក៏មិនត្រូវការនឹងអ្វីសោះតែឯងមិនដឹងថាឯងវេទនាលំបាកទាល់ក្រខ្វាក់ភ្នែកហើយអាក្រាតវិញនោះទេអរលោកអ្នកបងប្អូនចំណុចកណ្ដាលនៃការដែលមនុស្សឈរចំកណ្ដាលគឺចំណុចអ៊ុននេះគឺមានន័យថាគេមិនសូវខ្វល់ខ្វាយដោយសារការដែលគេគិតថាគេមានគ្រប់គ្រាន់ហើយគេមិនត្រូវការនៅប្រវត្តិមានរបស់ផងព្រះដើម្បីនឹងដឹកនាំគេទៀតដោយសារគេស្គាល់ព្រះល្មមដូច្នេះគេបើសិនជាគេខ្វះជំនឿគេមិនបានទទួលស្គាល់គេខ្វះជំនឿនោះទេបើសិនជាគេខ្វះនៅទំនាក់ទំនងជាមួយនឹងព្រះគេមិនបានថាគេខ្វះទំនាក់ទំនងនោះទេដូច្នេះហើយគេមិនទាំងសារភាពថាគេខ្វះផងហើយនេះជាការដែលមិនទទួលខុសត្រូវចំពោះវិញ្ញាណរបស់ខ្លួនឯងម្ល៉េះហើយបានជានេះមិនមែនជារឿងដែលល្អនោះទេគឺជាបញ្ហាទៅវិញនោះទេតើអរលោកអ្នកបងប្អូនយើងបានស្វែងយល់ហើយក៏បានយល់ថាការក្តៅគឺវាគ្រាន់បើជាងអ្វីទាំងអស់ប៉ុន្តែបើសិនជាយើងមើលអំពីអ្វីដែលបន្ទាប់ពីនឹងទៀតគឺត្រជាក់គឺល្អជាងអ៊ុនទៅទៀតហេតុអ្វីបានជាល្អជាងពីព្រោះការដែលអ្នកដែលត្រជាក់នឹងគឺគាត់
គាត់មិនបានស្ដាប់បង្គាប់គាត់ទទួលស្គាល់ថាគាត់មិនបានស្ដាប់បង្គាប់ព្រះគាត់ទទួលស្គាល់ថាគាត់បានធ្វើខុសនឹងព្រះអង្គគាត់ទទួលស្គាល់ថាគាត់ឆ្ងាយពីពន្ធកិច្ចគាត់មិនខ្វល់ខ្វាយនេះគឺជាការដែលត្រជាក់មានន័យថាបើសិនជាព្រះទ្រង់បានយាងមកមានបន្ទូលចំពោះអ្នកដែលត្រជាក់នឹងគឺអ្នកត្រជាក់ឆាប់ដឹងខ្លួនជាងហើយភាគរយនៃការផ្លាស់ប្ដូររបស់គាត់គឺមានច្រើនជាងហើយគាត់ឆាប់ផ្លាស់ប្រែចំពោះអ្វីដែលទ្រង់បានមានបន្ទូលហើយជាការល្អជាជាងអ្នកដែលអូននោះគឺគាត់ផ្លាស់ប្ដូរលឿនជាងតែគឺជាការគាត់ទទួលខុសត្រូវក៏ល្អផងដែរអរលោកអ្នកបងប្អូនខ្ញុំសង្ឃឹមថាលោកអ្នកបងប្អូនបានយល់ពីអត្ថន័យនៃទាំង3នេះបានល្អហើយតាកតងនឹងការដែលត្រជាក់មានន័យដូចម្ដេចក្តៅមានន័យដូចម្ដេចហើយអូននោះមានន័យដូចម្ដេចដែរយើងសង្ឃឹមថាជួបគ្នាម្ដងទៀតនៅពេលក្រោយហើយបើសិនជាលោកអ្នកបងប្អូនមានសំណួរឬក៏ចង់ឆ្ងល់តាកតងនឹងសេចក្តីផ្សេងៗនៃគ្រិស្តបរិស័ទកុំភ្លេចសួរយើងនៅក្នុង comment ខាងក្រោមហើយយើងនឹងព្យាយាមឆ្លើយតាមដែលអាចធ្វើទៅបានសូមព្រះនៃស្ថានសួគ៌ប្រទានពរដល់លោកអ្នកបងប្អូនសូមអរគុណនិងសូមជម្រាបលា